ជាងនេះបានទេសន្សំទុកសិនទៅកុំតន់អាឡញ៉ៃញ៉ៃអ្នកដែលក្រឡំបាក់ពេញមួយជីវិតឃើញលុយដែលខំសន្សំរលីទៅវិញបែបនេះពិតជាពិបាកចិត្តទុកឲ្យគាត់ធ្វើទៅពេលគាត់សម្រេចចិត្តឈប់ធ្វើការ2ឆ្នាំមុនយើងគ្រប់គ្នាគិតថាគាត់ឈួតតែចុះឥឡូវវិញក្មេងម្នាក់នេះមានគំនិតប្លែកពីគេតាំងពីតូចបើគាត់ចង់ធ្វើទុកឲ្យគាត់ធ្វើចុះ$15ក្នុងមួយខែ$10មើលទីតាំងនេះផងពូសុនទុកនេះទំនេរអស់3ខែហើយលោកជួយបញ្ចុះថ្លៃបន្តិចទៅខ្ញុំបង់លុយទុកមុនកន្លះឆ្នាំមិនបានទេបើអីចឹងខ្ញុំក៏មានវិធីរបស់ខ្ញុំដែរ12បងរកកន្លះឆ្នាំម្ដងខ្វះ1សេនក៏មិនបានដែរបានបើមានលទ្ធភាពទិញរបស់ថ្មីតើអ្នកណាទៅទិញរបស់ចាស់បើខាងលក់របស់អេចាយរងតែខាតថ្លៃឈ្នួលហាងតើតូននេះតម្លៃប៉ុន្មាន20ការលក់លើកដំបូងរបស់ហាងមិនមែនទំនិញគ្មានអ្នកត្រូវការទេគឺមកពីមនុស្សដែលមកមើលមិនចេះមើលអ្នកស្រុកនៅទីនេះមិនស្គាល់តម្លៃរបស់អ្នកទិញពិតប្រាកដមិនទាន់មកដល់ទេប្អូនជីងសាននេះហើយមែនទេជំនួញធំរបស់អ្នករំអាងទង់ដៃនោះទៅខ្ញុំស្មានតែអ្នកនឹងធ្វើជំនួញធំដុំអ្វីទៅទៀតមិននឹកស្មានសោះវាមានតែវាសនាប៉ុណ្ណឹងឯងអាងទង់ដៃទិញមក3ម៉ៅលក់ទៅវិញបាន5ម៉ៅចំណេញបាន2ម៉ៅការធ្វើជំនួញគឺបែបនេះឯងអ្នកណាដែលមកសុទ្ធតែជាភ្ញៀវទាំងអស់មិនមើលវត្ថុបុរាណទេតែតែងតែដើរមើលទទូគេដដែលសួរនាំទៅសុទ្ធតែចង់បានរបស់សម្រាប់រៀបផ្ទះថ្មីរបស់ថ្មីគេទិញមិនកើតដល់ពេលត្រូវផ្លាស់ប្ដូររបៀបរកស៊ីហើយឯណោះក៏ដាច់ស្តុកទៀតស្អែកប្រហែលត្រូវទៅរកម្ដងទៀតទោះមួយចំណេញមិនបានប៉ុន្មានទេតែលក់បានចំនួនច្រើនជ្រុនលុយចាប់ដើមដើរហាងក៏អាចបន្តដំណើរការទៅបានរកពីមនុស្សម្នាក់នេះបើប្រៀបនឹងអ្នកដែលមកទិញទៅទូគេគឺខុសគ្នាឆ្ងាយណាស់ចូលមកមើលខាងក្នុងសិនទៅរបៀបមើលរបស់បែបនេះយឺតមិនប្រញាប់គ្រប់ចំណុចលម្អិតសុទ្ធតែមើលដាច់ទាំងអស់គាត់មិនមែនជាអ្នកក្រៅទេមិនមែនទេកំឡោះវត្ថុទាំងនេះតើអ្នកខ្លួនឯងដឹងទេថាវាមានតម្លៃប៉ុណ្ណាតើអ្នកជាវត្ថុទាំងនេះកុំប្រញាប់លក់អីមនុស្សដែលយល់ពីវាទីបំផុតក៏បានមកដល់មានគេមកហើយពិនិត្យមើលទំនិញសិនបាទមិនប្រញាប់សួរតម្លៃទេមើលគុណភាពទំនិញសិនម្នាក់នេះចេះដឹងរឿងនេះបន្ទាប់ពីលោកចៅមកលើកមុនខ្ញុំក៏ចេះប្រុងប្រយ័ត្នជាងមុនអ្នកចេះដឹងមិនងាយបោកទេ
Hai con mình cua bằng có bánh hà đài. Chan ní, ta nẹ chồng này bê bẩn mán tơ bọc bàn vía. Khi nhông chốt tơ chôn bọt bầy đóng tơ bọc bàn vì một. Khi nhông trọc cổ chân. Mau pi ti krong bê cang. Nơi ti rung sọc ní khi nhông ban su no mình chỉ tràn. Kê sốt tay bạp thà nơi ti ní miên đồ bà lọ. Ti krong bê cang. Lục chân sông mình chơi nhặng cùi. Khi nhông sông chung tập lục mùi kèo. Khi nhông kê nì dậy thả. Cá pi pi năm môn nơi đồng bọn ní. Miên kê promoting vật thô bồ ran của mò chỉ tràn. Ca một đo đồ bọc nhông lực ní. Cứ mình men trong rộp mơ rồi bọt chát thò mà đả tề. Tai chi vật thô miên đầm lại nâng miên quân hợp hiệp của. Lục chân chỉ nẹ sao chi này một chai mền tế. Ai nì dậy bàn thải chăng. Khi nhông phơ ca nơi ông cục hiệp bọc thô mùi khi nhông ti krong bê cang. Hai chi pê tụm nế phơ ca sao chi cái thằng asao cha đất nâng cùng nu bồ ran mền tế. Trâm tai nẹ smart chất mình nẹ nó. Vì thi sát đại lục can chan porcelain kiêu ska mình ní. Nẹ đại smart chất bất bạc cọt. Cái mình can đồ bò bẹt nụ tề. Ta lục chân trong khơi nhỏ vậy đấy. Nẹ miên ở vậy có bằng hai vật thô nu mò. Chốc pin ní vĩnh. Lục tên mò pina. Pi phum đà liu su. Pi té bồ ran mũi cần lạnh. Snam bray nập này khang tròn ní. Lục mờ đằng mền tế. Khi nhông mờ đằng. Vì miên snam tăng pi khi nhông tên mọc mà lẻ. Ta lục ban riêng chùm nẹ đằng tiền ní mọc pina. Mà chắc cầm nọt hai mũi các bạn ní. Quát cứ chỉ nẹ chùm nín bất bạc cọt. Lục ban riêng sột. Ban yang hỏi nát có bảo hai chất sấp hiện rồi đài. Vì chỉ là tập họ này cao vực hát pi năm một ní. Căn tại đó bê sầm khăn. Căn tại mình trơ ở kê đăng pi chùm họ khuôn lời. Bồ rõ mình nẹ ní cua ở tục chất bàn. Lục chân. Vật thô tiền ní mình men chia vậy đại là o bồng pot đại khi nhôm miên nụ tề. Rồi bỏ là o bồng pot cứ tục nẹ phùm. Rồi sân bà lục miên pê. Khi nhôm nâng nom lục tờ mờ. Cứ lục ní anh. Rương ní túc ở khi nhôm. Lục sinh. Xông lục bồ một. Cùng nút tiền ní. Và khi nhôm mơ mình kho tê nu. Vì chỉ sna đây nó cần đào đi cho mình. Rồi bỏ vì chất có đại miên chmu là bay là bàn. Tu bay vì mình men chỉ sna đây đại miên cầm nạp trạp tê được nhỉ. Tuần tai cô nạp hiệp nâng bà chạy tê cu nì vinh. Bạp ai lơ tiếp xa bà chợ bòn. Ní cứ chi vật thô bồ ran đo cùng rò mùi. Đầm lai rồi bỏ vì. Cứ lơ pi đầm lai vật thô tiền óc nơiក្នុងហាងរបស់អ្នករួមគ្នាទៅtaគុំនូនេះនៅមានសក្តានុពលការតម្លៃទៀតទេបើតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់គឺមានតែថាតើវាឡើងប៉ុន្មានឬយូរប៉ុណ្ណាគ្មានអ្នកណាអាចឆ្លើយបានឡើយរបស់ល្អតែងតែមានទីផ្សារជានិច្ចគុំនូទាំងនេះពេលនៅនឹងដៃអ្នកវាត្រូវបានថែរក្សាបានយ៉ាងល្អបង្ហាញថាអ្នកពិតជាមានសមត្ថភាពខ្ញុំមិនបង្ខំអ្នកទេអ្នកសាកល្បងគិតមើលទៅលក់ទៅបើលក់វាហើយពួកយើងនឹងស្រាវខ្លួនច្រើនមិនមែនខ្ញុំស្ដាយគុំនូទាំងនេះទេតែខ្ញុំកំពុងគិតថាបើសិនជាយកប្រាក់ចំណូលនេះទៅទុកមួយកន្លែងគឺគ្រាន់តែរក្សាសភាពដាំឲ្យមានសុវត្ថិភាពតែបើយើងយកដាំទុននេះទៅទិញរបស់ផ្សេងបន្ថែមទៀតបើកផ្លូវទៅរកទីផ្សារធំនៅក្រុងលោកបាទ Jason អ្នកជាយុវជនម្នាក់ដែលខ្ញុំធ្លាប់ជួបនៅតំបន់ខាងជើងនេះដែលមានក្រសែភ្នែកល្អមិនត្រឹមតែអ្នកចេះមើលរបស់របរប៉ុណ្ណោះទេតែអ្នកថែមទាំងចេះដឹងថាពេលណាក្រោយគួរទុកហើយពេលណាក្រោយគួរលក់ចេញសមត្ថភាពមួយនេះគឺសំខាន់ជាងការមើលរបស់របរទៅទៀតថ្ងៃក្រោយបើអ្នកចង់ទៅរកស៊ីនៅពេលកាំងតាក់ទងមកខ្ញុំឮដំណឹងហើយឬនៅអាប់អូនថ្លៃសិនជាងសាននោះវាលក់វត្ថុមានតម្លៃមួយចេញពីហាងបានលុយធំហើយមិនអាចទៅរួចទេហាងតូចកំប៉ៃកំប៉ុករបស់វានឹងណាមានរបស់មានតម្លៃអ្វីទៅនិយាយស្អីគេនឹងរឿងពិតមែនហ្នឹងមានគេឃើញផ្ទាល់ភ្នែកគាត់យកលុយទៅដាក់ធនាគារបានច្រើនណាស់បានឬដំណឹងអត់អាជីមអ្នកដែលដើរទិញរបស់ចាស់ហ្នឹងគេរកបានលុយធំហើយចុះនឹងមិនមែនបងថ្លៃខ្ញុំទេហ៎ជាងសានម៉ាក់ខ្ញុំឲ្យខ្ញុំមកប្រាប់អ្នកគាត់ឲ្យអ្នកជាមួយស៊ីវហឺទៅហូបបាយនៅផ្ទះយប់នេះទំនេរទេទំនេរទៅចាំយើងទៅលើនោះ
នេះជាប្រាក់សន្សំសម្រាប់គ្រួសារកុំយកទៅប្រើអីបើមិនចាំបាច់ខ្លាំងនេះជាដើមទុនសម្រាប់រកស៊ីរបស់ខ្ញុំផ្លូវទើបតែចាប់ផ្ដើមប៉ុណ្ណោះបន្ទាប់ពីលោកឈឿនត្រឡប់ទៅពេកាំងវិញគាត់បានណែនាំអ្នកប្រមូលទិញរបស់មានតម្លៃជាច្រើនមកឲ្យខ្ញុំមានទាំងមកពីពេកាំងនិងសៀងហៃទីផ្សារពិតប្រាកដមិនមែននៅស្រុកនេះទេគឺនៅតាមទីក្រុងធំជាងសានមិញនេះខ្ញុំជួបបងថ្លៃស្រីនៅតាមផ្លូវគាត់ថាប្រាក់ខែនៅរោងចក្រធីងសៃខែមុនយឺតទៀតហើយរោងចក្រកំពុងមានបញ្ហាគេនឹងចាប់ផ្ដើមកាត់បន្ថយបុគ្គលិកហើយសម័យកាលវាផ្លាស់ប្ដូរហើយមានអ្នកជោគជ័យឡើងក៏មានអ្នកត្រូវធ្លាក់ចុះដែរបងសិនខាងមុខនឹងគឺជាភូមិលីហើយនិយាយថាមានគ្រួសារមួយគេរស់នៅផ្ទះចាស់ឃើញមានរបស់ច្រើនណាស់បើកយឺតតិចទៅកុំឲ្យប៉ះពាល់ដល់អ្នកភូមិដែលដើរតាមផ្លូវបងសិនទំនិញទាំងអស់នេះលោកឈឺនឹងមកយកនៅសប្តាហ៍ក្រោយខ្ញុំរៀបចំទុកដាក់អស់ហើយធ្វើបានល្អណាស់តាបាវរឿងក្នុងហាងប្រគល់ឲ្យឯងខ្ញុំពិតជាទុកចិត្តទាំងអស់នេះគឺដោយសារបងសិនចេះបង្រៀនទេជាជួនឥឡូវធំដឹងក្តីហើយនៅតែផ្ទះបែបនេះមិនកើតទេរងចាំបងថ្លៃរបស់កូនមកវិញសិនចាំយើងនិយាយជាមួយគាត់ឲ្យច្បាស់ម៉ាក់នេះវាកុំឲ្យមាត់ទុកឲ្យម៉ាក់និយាយវិញជាជួនញ៉ាំទឹកទៅចឹងសានត្រឡប់មកវិញហើយឥឡូវនេះកូនរកស៊ីជោគជ័យខ្លាំងណាស់អ្នកណាក៏សរសើរថាគំនិតកូនល្អដែរម៉ាក់ក៏សប្បាយចិត្តជំនួសកូនដែរជាជួនក៏ធំពេញវ័យហើយដែរគេចង់ចេញទៅរកស៊ីអ្វីបន្តិចបន្តួចគ្រាន់តែខ្វះខាតដើមទុនបន្តិចកូនជួយជ្រោមជ្រែងប្អូនទៅមិនបាច់ច្រើនទេចាត់ទុកថាជាការខ្ចីទៅចុះចាំគេរកបានវិញគេនឹងសងកូនទាំងពីរវិញទេជាជួនអញចង់រកស៊ីអ្វីដែរបងថ្លៃខ្ញុំចង់ទិញត្រាក់ទ័រមួយគ្រឿងយកមកដឹកទំនិញកូនប្រុសរបស់ពូលីនៅភូមិជាប់គ្នានោះទើបតែទិញបានមួយគ្រឿងកាលពីខែមុនដឹកទំនិញរាល់ថ្ងៃមួយខែរកបានមិនតិចទេនឹងចេះបើគ្រឿងនៅរៀនទៅមិនអីទេតើទៅដឹកទំនិញណៃណាទឹកឲ្យអ្នកណាមានការងារធ្វើទៀងទាត់ទេទិញឡានហើយត្រូវគិតថ្លៃសាំងទៀតថ្លៃជួសជុលនិងថែទាំទៀតអញបើកមិនទាន់ចេះផងត្រូវជួគេមកបង្រៀនទៀតបើគ្មានប្រភពទំនិញទៀងទាត់ទេគឺត្រូវដើររកការងារធ្វើពីវាពីគេធ្វើបានសម្រាប់នោះគឺព្រោះគេធ្វើការក្នុងរោងចក្រធ្វើជាង10ឆ្នាំទើបមានទំនាក់ទំនងចុះអញវិញមានអ្វីខ្លះឥឡូវនេះជាងជន់មិនមែនខ្ញុំមិនចង់ជួយបងអូនទេបើបងអូនចង់រកស៊ីខ្ញុំគាំទ្រពេញទំហឹងតែបើមិនដឹងអីផងហើយប្រថុយប្រឋានលោតចូលទៅគឺប្រកាសជាខាតបង់ជាក់ជាមិនខាតបើបងអូនព្រមមកធ្វើការនៅហាងខ្ញុំកន្លះឆ្នាំសិនទៅខ្ញុំនឹងបង្រៀនពីរបៀបរកស៊ីហើយជួយរកប្រភពទំនិញឲ្យទៀតនោះទើបជាវិធីដែលអាចឲ្យបងអូនឈរជើងបានរឹងមាំមិនក៏បងប្រុសចិត្តចង្អៀតចឹងបងស្រីស៊ូហ៊ឺរស់នៅលំបាកជាមួយបងប៉ុណ្ណាបងមិនដឹងខ្លួនទេអីឥឡូវជីវភាពធូរធារហើយសូម្បីតែជួយបងថ្លៃខ្លួនឯងក៏បងមិនព្រមផងបងថ្លៃបងគិតថាខ្ញុំអន់ដល់ថ្នាក់នឹងមែនទេមើលងាយខ្ញុំហើយម៉ែពាក្យពេចន៍ទាំងនេះស្ដាប់ទៅមិនចូលត្រចៀកទេតែសុទ្ធតែគិតល្អសម្រាប់ជាជនទាំងនោះទេគ្មានសមត្ថភាពហើយនៅតែប្រថុយធ្វើអ្នកដែលខាតបង់គឺជាជនខ្លួនឯងធ្វើតាមអ្វីដែលខ្ញុំនិយាយទៅរៀនសិន6ខែទៅដល់ពេលនោះអ្វីដែលត្រូវជួយខ្ញុំនឹងជួយឲ្យអស់ពីលទ្ធភាពវិនស៊ូហ៊ឺអញរៀបការជាមួយមនុស្សបែបនេះអញសប្បាយចិត្តទៅបានហើយចាប់ពីពេលនេះទៅខ្ញុំចាត់ទុកថាគ្មានកូនស្រីដូចជាអញទៀតហើយស៊ូហ៊ឺមិនមែនខ្ញុំកេងប្រវ័ញ្ចទេជាជនមិនចេះអ្វីសោះបែរជារត់ទៅធ្វើទាំងងឹតទាំងងល់ធ្វើបែបនេះគឺកំពុងតែធ្វើបាបគាត់ទេមិនមែនជួយគាត់ទេឲ្យគាត់រៀនជំនាញសិនចាំចេញទៅប្រកបការងារនឹងហើយបានហៅថាជួយពិតប្រាកដខ្ញុំដឹងហើយឃើញគេថាថ្ងៃដែលបងថ្លៃស្រីត្រឡប់ទៅផ្ទះកំណើតឆ្លោះគ្នាយ៉ាងពូកែណាស់ឬដល់ខាងក្រៅណោះចំណងមួយនេះបិទចិត្តឈឹងទៀតហើយប៉ុន្តែជីវិតនៅតែត្រូវបន្តទៅមុខទៀតបងសិននៅតំបន់ជនបទនេះមានផ្ទះបុរាណច្រើនណាស់របស់ល្អក៏ច្រើនដែរបើសិនជាអាចបើកហាងនៅទីនេះបានរកស៊ីត្រត្រង់គ្នាទៅវិញទៅមកមុខរបរនឹងជោគជ័យមិនខានធ្វើតាមនឹងចុះអញទៅស៊ើបមើលទៅថាមានកន្លែងណាទំនេរសម្រាប់បើកហាងខ្លះសុំទោសផងហាងនេះគេជួលទៅហើយមិនជួលខ្ញុំត្រូវប្រើប្រាស់ផ្ទាល់ខ្លួនបងសិនខ្ញុំស៊ើបច្បាស់ការហើយនៅទីនេះមានម្នាក់ឈ្មោះវឹងសាន់គាត់រកស៊ីទិញលក់វត្ថុបុរាណក្នុងស្រុកជិត10ឆ្នាំហើយគាត់បានផ្ដាំផ្ញើម្ចាស់ផ្ទះទាំងអស់ហើយមិនឲ្យពួកគេជួលផ្ទះឲ្យបងឡើយវឹងសាន់អញ្ចឹងបងសិនតើត្រូវធ្វើដូចម្តេចឥឡូវនេះជាទឹកដីរបស់គេយើងមិនអាចប្រើកម្លាំងបាយបានទេអ្នកណាថាត្រូវប្រើកម្លាំងត្រូវរកវិធីដោះស្រាយដោយប្រាជ្ញាបងវឹងខ្ញុំដើរកាត់ទីនេះក៏ទិញសណ្តែកដីមកបន្តិចយើងអង្គុយនិយាយគ្នាបន្តិចទៅអូនសិនសូមអញ្ជើញអង្គុយមកអង្គុយចុះមកបងវឹងចំពោះកន្ទេលស្ពាន់ដែលបងមាននោះម្សិលមិញខ្ញុំត្រឡប់ទៅវិញគិតគូរពិចារណាមួយយប់មានចំណុចមួយចង់ជម្រាបបងតើមានកន្លែងណាខុសមែនទេបងវឹងមើលនេះចុះអក្សរទាំង6នេះសរសេរជាពុម្ពអក្សរខៃប៉ុន្តែការគូថ្នេរកន្ទេលដែលត្រាប់តាមសម័យឈិនឡុងនោះភាគច្រើនគេប្រើតែអក្សរចាប៉ុណ្ណោះចំណែកឯការប្រើអក្សរខៃវិញភាគច្រើនគឺជាវត្ថុខ្លែងខ្លាយក្រោយសម័យខ្វាំងស៊ូសូមបងពិនិត្យមើលពណ៌ស្ពាន់នេះទៀតមើលលោហៈស្ពាន់បុរាណពិតប្រាកដមានភាពចាស់ទុំតាមបែបធម្មជាតិពណ៌របស់វាជួតជ្រាបចូលទៅក្នុងសាច់កាន់តែមើលកាន់តែឃើញថាវាចំណែកមួយនេះវិញពណ៌វាស្រោបតែនៅពីលើផ្ទៃខាងក្រៅប៉ុណ្ណោះវាជារបស់ដែលគេធ្វើឲ្យចាស់ដើម្បីបន្លំភ្នែកទេនេះវាជារបស់សម័យចុងរាជវង្សឈិនវាមិនមែនគ្មានតម្លៃតតែសោះនោះទេប្រសិនបើលក់ក្នុងនាមជារបស់សម័យចុងរាជវង្សនៅតែមានគេទិញដែរក្បាច់រចនារបស់វាមានគុណភាពល្អស្រាប់គ្រាន់តែអាយុកាលវាមិនយូរលង់ប៉ុន្មានទេបងហ្វឹងធូបការបាញ់ពណ៌គូទាំងពីរនេះជាវត្ថុពិតប្រាកដមែនវាជារបស់សម័យព្រះចៅតៅខ្វាងគុណភាពល្អបែបនេះតម្លៃពិតជាមិនតិចទេចំណែកកុំសៀវនេះក៏ជារបស់បុរាណដែរវាជារបស់សម័យចុងរាជវង្សឈិននិងដើមរាជវង្សបានល្អណាស់
ប្អូនសិនខ្ញុំប្រកបរបរនេះជាង10ឆ្នាំមកហើយមិននឹកស្មានថាបែរជាមើលច្រឡំចំណុចនេះទៅវិញបើអ្នកមិនប្រាប់ខ្ញុំច្បាស់ជាមិនដឹងអ្វីទាំងអស់របរនេះការសិក្សាគឺគ្មានទីបញ្ចប់ទេខ្ញុំក៏រៀនសូត្របានតាមរយៈសៀវភៅកត់ត្រាមួយក្បាលរឿងរកទីតាំងបើខាងអ្នកកុំខ្វល់រកទៀតអីនៅក្បែរស្ថានីយ៍លាងផ្លូវខាងកើតមានផ្ទះល្វែងមួយកន្លែងទីតាំងល្អណាស់ម្ចាស់ផ្ទះជាសាច់ញាតិរបស់ខ្ញុំមកប្រាប់អ្នករឿងនេះបងហ្វឹងរឿងប្រម៉ូទទិញទំនិញនៅតាមស្រុកស្រែចម្ការក្នុងស្រុកយងនីងអ្នកស្ទាត់ជំនាញជាងខ្ញុំអ្នកជាអ្នកទិញទៅខ្ញុំនឹងជួយពិនិត្យជ្រើសរើសដើម្បីលក់ចេញយើងបែងចែកស្មើគ្នាបងយល់យ៉ាងណាដែរបានធ្វើតាមនឹងចុះបងសិនបើខាងនេះមួយទៀតយើងនឹងមានជំរើសកាន់តែច្រើនក្នុងអាជីវកម្មត្រូវដើរមួយជំហានម្ដងប្រញាប់មិនបានទេប្អូនសិនកុំបារម្ភរឿងប្រភពទំនិញនៅស្រុកស្រែនេះទុកឲ្យបងរៀបចំជូនអ៊ីដំណឹងអត់សិនចឹងសាននៅស្រុកក្បែរនេះទើបតែបើខាងថ្មីមួយទៀតហើយបើខាងពីរដំណើរគ្នាអីចឹងមុខជំនួញគាត់ខ្លាំងមែនទែនអាម្នាក់នោះពូកែណាស់ពីមុនក៏ជាមនុស្សធម្មតាដូចយើងដែរឥឡូវគេពិតជាមានសមត្ថភាពមែនគេហៅថាជាអ្នកមានចក្ខុវិស័យមើលឃើញគោលដៅច្បាស់ហើយហ៊ានធ្វើសិនចឹងសានហាងពីរមនុស្សដែលចេញដំណើរពីចំណុចតែមួយហើយអ្វីក៏ដើរទៅបែរជាខុសគ្នារហូតដល់ម្លេះម៉ាងឆាងស្ថានភាពនៅក្នុងរោងចក្រកាន់តែយ៉ាប់យឺនទៅមែនទេចុះពួកយើងគួរតែពិចារណារកផ្លូវផ្សេងខ្លះដែរឬអត់ខ្ញុំដឹងហើយចាំខ្ញុំគិតសិនសប្តាហ៍ក្រោយគេនឹងចេញបញ្ជីឈ្មោះហើយផ្លូវគឺត្រូវដើរទៅម្ដងមួយជំហានបើមានជំនាញជាប់ខ្លួនហើយទៅដល់ទីណាក៏អាចឈរជើងបានដែរចំណូលកាន់តែតិចទៅចំណាយមិនឃើញថយចុះសូម្បីតែបន្តិចទំនិញស្តុកទុកក្នុងឃ្លាំងច្រើនម្លេះទាំងអស់សុទ្ធតែដេកធូលីនៅលើរើមិនមែនជារបស់មិនល្អទេគឺគ្មានអ្នកហ៊ានទិញកុំតន់អើបើភ្លើងមិនមិនតន់ងឹតទាំងស្រុងទេចេះសន្សំសំចៃខ្លះទៅហាងរបស់អាក្មេងត្រកូលសិននោះប្រហែលជាចិត្តដួលហើយមែនទេខ្ញុំនិយាយតាំងពីដើមមកហើយរបស់នឹងទុកចិត្តអត់បានទេបើដល់ទៅពីហាងឯណោះតែថ្លៃឈ្នួលមួយខែមិនតិចទេលក់មិនចេញតែមានប្រយោជន៍អ្វីបើតាមយោបល់ខ្ញុំវិញពីដើមសុកចិត្តធ្វើស្រែចម្ការទៅប្រហែលជាល្អជាងបងស្រីខ្ញុំឲ្យមកប្រាប់បងថាឆ្លៀតពេលនេះបើអាចត្រឡប់ក្រោយបានចូលត្រឡប់ចុះគិតទៅកុំឲ្យចុងក្រោយអស់រលីងគ្មានសល់ត្រឡប់ទៅប្រាប់បងស្រីអ្នកទៅហាងនឹងមិនបិទទេយើងនឹងបាត់ទាំងពីរទីតាំងតែមិនដល់កន្លះឆ្នាំនឹងអស់លទ្ធភាពហើយទុកតែមួយហាងបានហើយយ៉ាងហោចណាស់ក៏អាចទ្រាំបានមួយឆ្នាំដែរមួយឆ្នាំទីផ្សារវាមិនអាចស្ងប់ស្ងាត់រហូតទេប៉ុន្តែហាងសាខានេះខ្ញុំខំប្រឹងប្រែងខ្លាំងណាស់ទម្រាំតែបង្កើតវាឡើងមកបានកូនចៅទាំងពីរនាក់តាមខ្ញុំចិត្តមួយឆ្នាំហើយសម្រាប់ចិត្តហើយឬនៅសម្រាប់ចិត្តរួចហើយបើអីចឹងបិទវាទៅទុកឲ្យនៅមានជីវិតដើម្បីថ្ងៃមុខជោគជ័យទុកឲ្យនៅមានជីវិតមកដល់ទាន់ពេលតែម្ដងខ្ញុំកំពុងតែរកបងស្រាប់តែម្ដងបងសានសាខាថ្មីនឹងខ្ញុំជប់បើកហើយខ្ញុំប្រកល់ទីតាំងនឹងឲ្យបងវិញប៉ុន្តែរឿងតាក់ទងនឹងការប្រម៉ូទទិញវត្ថុបុរាណយើងនៅតែធ្វើការជាមួយគ្នាដែរជួយទុកឲ្យការធ្វើបែបនេះគឺដូចជាការកាត់ដៃដើម្បីរក្សាជីវិតដែរបើមិនកាត់ក៏មិនកើតដែរបើបន្តអូសបន្លាយទៀតសូម្បីតែហាងចាស់មួយនេះក៏រក្សាទុកមិនបានដែររឿងជួលទីតាំងហាងគឺងាយស្រួលទេខ្ញុំយល់ព្រមបើមានរបស់ល្អខ្ញុំនឹងមិនភ្លេចអ្នកទេនេះគឺលូហ្វៃយកទៅសិនទៅលោកម្ចាស់ហាងពួកយើងមិនចង់ចេញទៅវិញទេតើបានទេបើបន្ថយប្រាក់ខែខ្លះក៏មិនអីដែរខ្ញុំមិនរើសអើងទេចាំដល់ពេលមុខរបរធូរស្រាលឡើងខ្ញុំនឹងហៅពួកអ្នកត្រឡប់មកវិញមុនគេពាក្យនេះខ្ញុំនិយាយហើយគឺធ្វើពិតមែនជាងសានមានរឿងមួយចង់ពិភាក្សាជាមួយអ្នកទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលសល់ក្នុងរោងចក្រគុណភាពគឺធានាថាគ្មានបញ្ហាទេឯងជួយលក់កំពេចកំពុកតាមនឹងទៅប្រាក់ចំណេញខ្ញុំចែកឲ្យឯងមួយចំណែកមិនគ្រប់គ្រាន់សម្រាប់ខ្ញុំផងតែហាងយើងឥឡូវកំពុងតែដាច់ខ្យល់ហើយបានតើមួយនេះថ្លៃប៉ុន្មាន1រៀល2នៅឯសហករណ៍គេលក់1រៀល5ចុះថោកជាងគេ3សេនដែរខ្ញុំយកមួយនេះហើយរបស់បុរាណលក់មិនដាច់ទេតែរបស់ប្រើប្រាស់ចាស់នៅតែមានគេត្រូវការចានឆ្នាំងគេនៅតែទិញគ្រឿងសង្ហារឹមចាស់ក៏មានគេរកដែរត្រូវយកមុខរបរតូចដើម្បីចិញ្ចឹមមុខរបរធំទោះចំណេញតិចតួចតែមានលុយចូលរាល់ថ្ងៃហាងយើងនឹងអាចរស់បានអ្នកនឹងទទួលទិញទេខ្ញុំកំពុងត្រូវការលុយបន្ទាន់កន្លែងផ្សេងទៀតគេមិនហ៊ានទទួលទិញទេនៅទីនេះគេថាអ្នកមានកេរ្តិ៍ឈ្មោះល្អសាច់ដីនេះល្អមាត់ល្អពណ៌សម្បុរមើលទៅរលោងថ្លាក្បាច់ឆ្លាក់នេះចាស់ទុំនិងរឹងមាំណាស់វត្ថុនេះមិនមែនជារបស់ខ្លាំងខ្លាយទេវាខូចជើងមួយវាជាចំណុចខ្វះខាតធំប៉ុន្តែគុណភាពរួមនៅសល់ប្រហែល60ទៅ70%ដែរបើតាមតម្លៃទីផ្សារធម្មតាវាមានតម្លៃខ្ពស់ណាស់ហាងយើងសប្តាហ៍ថ្ងៃរកតែលុយទិញបាយហូបមិនទាន់ផងចុះបងបែរជាយកលុយច្រើនម្ល៉េះទិញរូបចម្លាក់ដីឥដ្ឋបាក់ជើងមួយនេះមកធ្វើអ្វីកាន់តែនៅពេលដែលទីផ្សារមិនល្អរបស់ល្អកាន់តែមានតម្លៃថោកនៅពេលដែលអ្នកដទៃគេខ្លាចចោលវាគឺជាពេលដែលខ្ញុំត្រូវតែទិញចូលរូបចម្លាក់ដីឥដ្ឋមួយនេះចាំមើលដល់ពេលទីផ្សារងើបឡើងវិញតម្លៃកើនឡើងច្រើនដងបើអញ្ចឹងអ្នកត្រូវថែរក្សាសុខភាពផងចឹងសានទីផ្សារនៅពេលកាន់ចាប់ដើមរើបំរាស់ហើយ
មានអតិថិជនធំជាច្រើនខ្ញុំកំពុងត្រូវការប្រភេទគ្រឿងសេរ៉ាមិចគីងសម័យកាលជាមួយគ្នាប៉ុន្មានយកប៉ុណ្ណឹងតើក្នុងដៃអ្នកនៅសល់ទៀតទេមានសុទ្ធតែមានលោកឪពុកពួកយើងឆ្លងផុតវិបត្តិនេះហើយចឹងសាននេះគឺជាលោកមេងគាត់មកពីប៉េកាំងមនុស្សដែលខ្ញុំធ្លាប់និយាយប្រាប់អ្នកពីមុនលោកមេងអញ្ជើញអង្គុយចុះលោកមេងម្នាក់នេះលោកចិនបានរៀបរាប់នៅក្នុងសម្បត្តិហើយគាត់ជាមន្ត្រីចូលនិវត្តន៍លេងវត្ថុបុរាណជិត20ឆ្នាំមកហើយរបស់របរល្អដែលគាត់ធ្លាប់ឆ្លងកាត់គឺច្រើនជាងអ្វីដែលខ្ញុំធ្លាប់ឃើញទៅទៀតវត្ថុតូចតាចទាំងនេះច្រើនពេកហើយលោកម៉ឹងលោកធ្វើដំណើរមកឆ្ងាយដល់ម្លេះគ្រាន់តែមកមើលរបស់អស់នេះគឺមិនទាន់គ្រប់គ្រាន់ទេជាងសានបង្ហាញលោកម៉ឹងមើលទៅវត្ថុដែលអ្នកលាក់ទុកនោះរបស់នៅក្នុងបន្ទប់ក្រោមដីនោះខ្ញុំមិនដែលឲ្យអ្នកក្រៅមើលទេសូម្បីតែម្នាក់សូម្បីវឹងសានក៏មិនដឹងដែរវាជាពេលដែលអាជីវកម្មខ្ញុំដុនដាបបំផុតជាទ្រព្យសម្បត្តិសម្ងាត់ដែលខ្ញុំសល់ចុងក្រោយប៉ុន្តែក្នុងពេលដែលលោកចិនបានបើកមាត់ហើយគាត់ប្រកាសជាមិនយកគេឈ្មោះមកលេងសាច់ឡើយបានប៉ុន្តែត្រូវធ្វើដំណើរទៅម្ដងវត្ថុទាំងនោះមិនមាននៅក្នុងហាងទេរបស់ទាំងនេះគឺខ្ញុំបានប្រមូលពីគ្រប់ទីកន្លែងម្ដងមួយអស់រយៈពេលជាច្រើនឆ្នាំគុណភាពវត្ថុនៅល្អឥតខ្ចោះចំណេះដឹងដែលខ្ញុំមាននេះគឺបានមកពីការប៉ះពាល់របស់ល្អជាច្រើនឆ្នាំទើបអាចវឹកហាត់បានបែបនេះធូបកាលំនាំកាគីវខ្ញុំរានសម័យ Trend ចាំងពណ៌បៃតងរលុងពីរឡងខនពេងតោខេមួយនេះនិងរូបសេះសេរ៉ាមិចសម័យខាងមួយនោះរបស់ទាំង5មុខនេះខ្ញុំយកទាំងអស់តម្លៃនេះពិតជាខ្ពស់ណាស់ប៉ុន្តែតម្លៃពិតប្រាកដនៃរបស់ទាំង5នេះខ្ញុំដឹងច្បាស់នៅក្នុងចិត្តរបស់ខ្ញុំទីផ្សារកំពុងកើនឡើងរបស់ល្អកាន់តែរកទិញបានកម្រិតឡើងបើប្រៀបធៀបទៅនឹងការទិញយកម្ដងទាំងអស់នេះលោកម៉ឹងតម្លៃនេះមិនមែនខ្ញុំមិនពេញចិត្តទេអូប៉ុន្តែខ្ញុំចង់ពិភាក្សាវិធីមួយផ្សេងទៀតជាមួយលោកចិនបានប្រាប់ខ្ញុំមកថាអ្នកនៅមានរបស់មួយចំនួនទៀតដែលប្រម៉ូទិញមកពីគ្រប់ទីកន្លែងខ្ញុំចង់យករបស់5មុខនេះបដូរយកជាសាច់ប្រាក់ខ្លះហើយបូករួមនឹងរបស់របរខ្លះពីក្នុងគំនររបស់លោកធ្លាប់ឃើញគំនររបស់ខ្ញុំហើយមែនទេមិនទាន់បានឃើញទេប៉ុន្តែលោកចិនបានពិពណ៌នាប្រាប់ខ្ញុំនៅក្នុងនោះមានរបស់មួយចំនួនតែមើលទៅមិនសូវជាមានតម្លៃនៅពេលនេះតែប៉ុន្មានឆ្នាំទៀតវាពិតជាមានតម្លៃថ្លៃអ្វីដែលខ្ញុំកំពុងលេងល្បែងនេះគឺសម្រាប់ពេលអនាគតខ្ញុំមិនដែលបានបង្រៀនគេទេអូនម្នាក់នេះពិតជាចេះគិតមែនឆ្លាតវៃជាងអ្នកចំនួនភាគច្រើនដែលខ្ញុំធ្លាប់ជួបទៅទៀតលោកម៉ឹងមិនមែនជាមនុស្សងាយស្រួលចោលចាឡើយរាល់ការកាត់ថ្លៃទំនិញគ្រប់មុខគាត់ចេះរឹងរូសខ្លាំងណាស់ប៉ុន្តែអ្វីដែលខ្ញុំត្រូវតែបានខ្ញុំមិនបណ្ដោយឲ្យរបូតឡើយចំណែករបស់ដែលមិនមែនជារបស់ខ្ញុំក៏មិនទាមទារយកដែរព្រមព្រៀងតាមនឹងអ្នកក្មេងម្នាក់នេះពិតជាមិនធម្មតាមែនចឹងសានលោកគួរតែទៅទីក្រុងប៉េកាំងមើលម្ដងប៉េកាំងផាន់ជីយួនធ្លាប់ពីឈ្មោះទេជាទីផ្សារជួញដូរវត្ថុបុរាណធំជាងគេបំផុតក្នុងប្រទេសមានតូបលក់រាប់រយតូបរាល់ពេលចុងសប្តាហ៍អ្នកជំនាញមកពីគ្រប់ទីនឹងមកជួបជុំគ្នាទីនោះលោកធ្វើចំនួនតែក្នុងស្រុកបែបនេះអតិថិជនមានតែប៉ុណ្្នឹងឯងហើយព័ត៌មានក៏ហួសសម័យដែរទៅទីក្រុងប៉េកាំងមើលទៅកម្រិតនៃការគិតគឺខុសគ្នាទាំងស្រុងកម្រិតនៃការគិតចាប់តាំងពីបាល់ខាងរហូតមកដល់ពេលនេះ